នៅក្នុងកំណើតពីមួយជាតិទៅមួយជាតិហ្នឹងគឺមានពុតប្រកបណាទេណាក្នុងអតីតជាតិហ្នឹងក៏មានញាតិញោមជឿដែរថាពីជាតិមុនមកមានជឿអត់ទេណាហើយមិនបានជឿដឹងមកណាគឺដោយសារយើងបានស្ដាប់ព្រះសម្មាសម្ពុទ្ធមិនចឹងទេណានឹងយើងជឿព្រះសម្មាសម្ពុទ្ធពីព្រោះព្រះអង្គគឺមាននៅសព្វញ្ញុត្តញ្ញាណព្រះអង្គត្រាស់ដឹងសពគ្រប់បែបយ៉ាងនឹងជាតិនេះហើយអតីតជាតិនឹងហើយទៅជាតិខាងក្រោយទៀតហ្នឹងក៏មានសត្វលោកបន្ទោលពីមួយជាតិទៅមួយជាតិហើយញាតិញោមគិតថាអាត្មាអញជាតិនេះជាមនុស្សនឹងចូលគិតថាជាតិក្រោយជាណាគិតថាជាតិក្រោយជាមនុស្សទៀតដែរមើលទៅទៀតហ្នឹងហើយយើងគិតថានោះដែលស្លាប់ហើយហ្នឹងគឺតើអាចទៅកើតក្នុងទីកន្លែងណាស្រេចនឹងចិត្តបានអត់បានទេបើសិនជាទៅកើតទីកន្លែងណាស្រេចនឹងចិត្តបានអ្នកក្រមានកូនទេយើងគិតអញ្ចឹងទៅទេណាពីព្រោះយើងបើសិនជាយើងទៅកើតយើងមិនទៅមើលផ្ទះគេសិនណាហើយផ្ទះស្បូវចូលដែរនឹងទៅរោផ្ទះអីហ្នឹងហើយទៅរោផ្ទះថ្មហ្នឹងអញ្ចឹងបើទៅរោផ្ទះថ្មអ្នកក្រហ្នឹងគ្មានកូនម្នាក់ទេយល់ទេចឹងហ្នឹងអញ្ចឹងអាការដែលទៅកើតជាតិខាងមុខទៀតហ្នឹងមិនមែនស្រេចចិត្តយើងទៅបានទេឃើញទេនឹងអញ្ចឹងគឺនៅក្នុងពុទ្ធសាសនានេះព្រះអង្គសម្ដែងពីលើកម្មផលណាសម្ដែងអំពីកម្មផលផ្អែកទៅលើកម្មផលនឹងឯងទៀតនឹងបើសិនជានៅក្នុងជាតិកំណើតនេះយើងជាអ្នកចិត្តល្អណាយើងបានដល់ពុទ្ធពធប្រសង្ឃហើយចិត្តល្អនឹងចេះធ្វើទានអនុគ្រោះសង្គ្រោះអ្នកក្រីក្រកំសត់ទុរគតចេះអនុគ្រោះសង្គ្រោះពពួកញាតិនឹងបងប្អូនកូនចៅដែលជាញាតិយើងហ្នឹងទេណានឹងហើយចេះអនុគ្រោះសង្គ្រោះដល់ប្រសង្ឃនឹងដែលលោកត្រួតត្រងនៅភេទជាបព្វជិតជាអ្នកបួសនឹងញាតិញោមដឹងថាហេតុអីបានប្រសងហ្នឹងមិនមែនជាកូនមិនមែនជាចៅរបស់យើងទេប៉ុន្តែមិនក៏យើងត្រូវឧបត្ថម្ភអាហារបាយទឹកចង្ហាន់បណ្ឌបាតមូលហេតុអីហ្នឹងគឺមូលហេតុត្រង់នៅពេលដែលយើងមានទុក្ខភ័យយើងរត់ទៅរកអ្នកណាគេនឹងរត់ទៅរកប្រសងនឹងឯងទៀតនឹងបានស្ដាប់ធម៌មានប្រសងមកសូត្រធម៌សម្ដែងធម៌អីអញ្ចឹងទៅធ្វើឲ្យចិត្តរបស់យើងបានធូរស្រាលអត់នឹងហើយបានធូរស្រាលហើយធ្វើឲ្យយើងនឹងដឹងអំពីបុណ្យដឹងអំពីបាបដោយសារយើងបានស្ដាប់ធម៌ប្រសងធ្វើឲ្យយើងបានធ្វើទានមែនអត់ទេណានឹងហើយញាតិញោមដែលបានថ្វាយទានចំពោះព្រះសង្ឃហ្នឹងគឺឈ្មោះថាសន្សំទ្រព្យទុកឲ្យខ្លួនឯងនឹងដូចជាផ្ទះដែលត្រូវភ្លើងឆេះហើយយើងព្យាយាមជញ្ជូនទ្រព្យសម្បត្តិចេញអញ្ចឹងទ្រព្យណាដែលយើងជញ្ជូនចេញបានអានឹងយើងប្រើថ្ងៃក្រោយបានចុះបើទ្រព្យណាជញ្ជូនចេញពីភ្លើងនឹងអត់បានយ៉ាងម៉េចវាឆេះអស់នឹងឯងយ៉ាងណាអត្តភាពជីវិតយើងនេះរាល់ថ្ងៃដូចត្រូវភ្លើងឆេះអត់ហ្នឹងហើយឆេះម្នាក់លឹងសអស់ហើយឆេះមែនណានឹងពីមុនស្បែកយើងខ្លាអត់ឥឡូវវាឆេះនៅខ្លាទៀតអត់ហ្នឹងហើយឆេះលឹងជ្រួញអស់ហើយមែនទេហ្នឹងហើយឆ្អឹងអីហ្នឹងឆេះលឹងពុកផុយអស់ហើយដើមស្រួលដួលបាក់ហើយបើនៅពីក្មេងរត់បោកខ្លួនទៀតក៏អត់អីដែរអាហ្នឹងភ្លើងវាឆេះវាជារា
men ở tiền đó lên chỉ riêng nó chạy hay vì chốt rồi vì chạy to đó đôi lục ta tê số bắn chạy ở hay nơi là ngày chạy ở hay thầy xài nó bằng hơi mình chẳng thế nó hay miên lục ta tê số bắn tiền đó để trời bắt bong bị trong lục ní hơi dừng mơ tới bắt tay lục ta tê số bắn tế chạy tại quạt tế đưa dương của vùng chạy đại này chạy tọt tích nâng đôi chiếu mà đông đôi cô chơi mà đông chẳng hết tiền á nâng cô chơi na chạy on muốn là nó có on muốn tới cô chơi na phải chạy on tam cõi vì tới chỉ phải tam cõi chẳng tới hay dớn cứ đổi khỉa tiền nâng chẳng cứ thả gọt sầm bát để dân kia diêm xoay như rô ban màu nắng bà sân chỉ dân ban phơ tiền chủng phu và đệ kia hạt cá anh ấy cứ thà sầm rạp chỉ biến non đầm đá từ can bạ rồi lô từ can lô hàng một có tiền á nâng đối dân chỉ chun trọp cho nhầm phí kia để trâu phượng chạy hành trần nâng hay lục ta tê sụp bắn tiền lục dê để có phơ ca kệ ra môn từ hơi nắng có triệu ba sọ ba xì ca để chia diêm bằng phình bằng của sò rươi chẳng từ nâng tì phân rồi bỏ quạt nắng cứ quạt miền hay là lấy cứ tha quạt từ là dê từ môn lục ta từ tam khâu chẳng từ nâng chẳng cứ là sai bon của sò nâng ánh cam nâng ánh cứ nâng chặt chày nâng chặt chày ao nhẹ để bán một pin bon của sò nâng ánh cứ mình từ cam ti tục lùm bạ thế là cứ thả từ căn cầm nát tụng cực tệ miên một nút nắng sẽ thàn xù chẳng từ nắng đại dương mình toàn ban sầm rạch pre nịp tiền đó trên đó nâng cầm ao là dương phơ đồng là từ tiền ọt miên bon dương thầy kha chứ nâng pro nè để slap nắng chết slap nắng từ nực thờ nhỉ thì mà anh ở đại bàn phơ bon sóc nè lại nắng cứ thầy à cho bà sân thì dân ban phơ bon rọt ngày hỡi nâng bàn đạ ba là đôi chỉ chết tiền và xa anh chẳng nâng ấy tiền mà đau mới có phi đau vô từ phải và xong tới có viên minh chỉ ọc phần man thế nên thầy dân của ban sầm rạch nơi bon của sao chỉ tì phần nắng rươi tiền đo tập phê thì cái đây slap nâng mà đầu của dân toàn slap dân mình đăng thả rõm để slap nâng dạng mấy chứ nâng dân chơi tận nơi thả sọc của phiếp chia như lọ chẳng được ọc thầy ấy chẳng hết thế đó nè phần tay đo tập phê thì cái đây slap mà đo nâng ta đáy lơ gọt ruồi phòng đáy lơ gọt ruồi tê tiền nâng nhiệt nhôm slap đôi thà slap chụp to nè slap á nó nâng đôi thà miệt đa dân bảy đa dân cột slap nơi nâng đáy dân anh chẳng cứ tha nâng nông phê nó còn láng cứ off bị luôn rồi liền tiền off rồi liền cứ thà này dây rốt dân có ban lược đáy lược chân có rồi đấy cứ spẹ tư là mong tiền nâng nông phê nâng đầy chân ọt miền bon của sau dân thầy khai nó đừng thà từ căn triệt một nó mà anh giang là tế bờ mà anh ở đại ban thử bon chỉ tì phần nâng tầm tái đau tập phê nè đại ban thử bon rồi ngay nè rồi nhiệt nhôm cột bò để sạch cha hơi nơi tê hay chăng đập nơi để thua đầm bay ở dul vì riêng ở tây tạ chia vì riêng tay chụp bon để chia thay vì riêng từ căn chia một nâng dạng na nhiệt nhôm cột bò để sạch thì cha là mình nuôi được nông triệt nè mình nuôi được nông triệt này cả làng mà miền đôi khi hoặc để miền nè cần đá miền nè trò miền nè sát miền nè mình sát miền nè thông miền nè cần đá miền nè tổ miền đó tiền đó hay đấy bằng khóc nè chẳng cứ cam nâng ánh bành chạy sạch hồi xên nè nè na bị triệt môn ban phơ tiền tràn tam thầm đá ca phơ tiền mình cứ ca bành chạy trọt sầm bát ở nè đợt tây miền đó tiền đó chẳng được non chất rồi bao giờ mình đâm pui nè miền đâm pui trọt sầm bát đào tập phê của sao nâng ao Paul mau non cầm nát mình nút cứ từ cao nó non từ cô nè miền trọt từ thà cao nó miền mà đời miền sạch thấy có căn tại miền trồng rong trồng đào to từ tiệt từ anh nói Paul này ca phơ tiến cứ thả cao mau miền đây thả môn slap nó cứ ọt thầy đào tập phê slap hái của sao nâng ánh cứ tha chia bạch chay chia hết ôi bộ cô nó và đệ xăm thị được nông từ cô nè miền chẳng tử thấy bậc tháp phật về nâng tiết
ទេវលោកចឹងទៅញាតិញោមជឿថាឋានសួគ៌មានដែរមិនបានជឿខកឃើញទេវតាមកប្រាប់ឯងមើលដៅមានអ្នកណាទេវតាមកប្រាប់ថាអូណែវាមានខ្ញុំនៅនេះហើយចុះមិនក៏ជឿនឹងស្ដាប់ឱវាទព្រះអង្គមិនចឹងទេណានឹងដែលព្រះអង្គមានបញ្ញាមានញាណនឹងព្រះអង្គដឹងអបាយភូមិក៏មាននរកក៏មានមនុស្សក៏មានទេវតាក៏មានទៀតហើយទាំងអស់នឹងឯងគឺត្រូវប្រព្រឹត្តទៅតាមកម្មគឺអំពើអាក្រក់និងអំពើល្អព្រះអង្គទ្រង់ត្រាស់សម្ដែងថាអ្នកដែលប្រព្រឹត្តអាក្រក់ប្រព្រឹត្តអកុសលកម្មបាបកម្មមានការសម្លាប់សត្វជាដើមហ្នឹងស្លាប់ហើយបានទៅកាន់ឋានសួគ៌អត់បានទេបុគ្គលដែលកំណាញ់ស្លាប់ហើយបានទៅកាន់ឋានសួគ៌អត់បានទេហើយបើអត់បានទៅកាន់ឋានសួគ៌បានមកមនុស្សអត់តែមនុស្សហ្នឹងក៏អត់បានដែរអញ្ចឹងទៅឯណាអបាយភូមិទៀតបាយភូមិមានសត្វទេរឆានអីហ្នឹងអបាយភូមិពាក្យថាអបាយភូមិហ្នឹងគឺជាភូមិដែលលិចលង់ក្នុងសេចក្តីទុក្ខអបាយភូមិទៀតណានឹងគឺជាភូមិដែលលិចលង់ក្នុងសេចក្តីទុក្ខនឹងហៅថាអបាយភូមិណាហ្នឹងហើយញាតិញោមមើលសត្វទេរឆានមានសេចក្តីសុខដូចមនុស្សអត់ហ្នឹងហើយឈឺបាអីយ៉ាងណាហ្នឹងគឺថាមិនដឹងរត់ទៅរោអ្នកណាអ្នកណីនិយាយប្រាប់គ្នាមិនហើយមានដែលឃើញថាសត្វទេរឆានហ្នឹងបើកហ្វាម៉ាស៊ីលក់ថ្នាំនិយាយគ្នាឯងឈឺអីកើតអីបានដែរនៅក្នុងភូមិសត្វទេរឆាននឹងមានសារមានការធ្វើស្រែចម្ការទេនឹងគោក្របីយើងថាគោចុះគេយកទៅភ្ជួរស្រែប៉ុន្តែមានដែលគោនឹងបានស្រូវយកមកទុកចរុកខ្លួនឯងណាបានទៅអ្នកណានឹងបានទៅម្ចាស់ហ្នឹងគេទិញបោះរបរប្រើប្រាស់ហឺហាហើយចំណែកឯងនេះលួយផុងមួយថ្ងៃអូសនឹងគាល់អូសរតេះមិនដែលបានប្រើទ្រព្យនឹងបន្តិចទេហើយយើងបើសិនគេយកទៅប្រើដូចគោអញ្ចឹងមើលទៅសុខចិត្តដែរអត់សុខចិត្តទេមិនអញ្ចឹងនឹងអូសនឹងគាល់ហត់សឹងស្លាប់ដល់តែពេលផលដែលត្រូវបានទៅមនុស្សមែនទេហ្នឹងកំណើតអបាយភូមិហ្នឹងអញ្ចឹងហើយអបាយភូមិដែលកើតទៅនឹងឯងគឺកើតទៅដោយកុសលឬក៏កើតដោយអកុសលហ្នឹងហើយកុសលហ្នឹងបើយើងនិយាយភាសាសាមញ្ញប្រែថាចិត្តអីណាកុសលគឺចិត្តល្អចុះអកុសលហ្នឹងភាសាសាមញ្ញចិត្តអាក្រក់ហ្នឹងឯងណាចង្កោយើងនិយាយថាកុសលអកុសលស្ដាប់បានយើងនិយាយថាចិត្តល្អចិត្តអាក្រក់អញ្ចឹងញាតិញោមពិចារណាមើលតើក្នុងជីវិតយើងរស់នៅរាល់ថ្ងៃនេះម្នាក់ចិត្តល្អច្រើនឬក៏ចិត្តអាក្រក់ច្រើនហើយបើចិត្តអាក្រក់ច្រើននេះសង្ឃឹមមនុស្សទេវតាបានអត់ទេអញ្ចឹងអ្នកដែលអាចទៅកាន់មនុស្សនិងទេវតាបានគឺជាអ្នកដែលមានចិត្តល្អជាមួយបងប្អូនកូនចៅចិត្តល្អជាមួយពពួកញាតិចិត្តល្អជាមួយអ្នកភូមិផងរបងជាមួយចិត្តល្អជាមួយនឹងព្រះសង្ឃសាវកនៃព្រះសម្មាសម្ពុទ្ធអញ្ចឹងអ្នកដែលមានចិត្តល្អហ្នឹងគឺជាអ្នកដែលចម្រើនទៅដោយបុណ្យបាត់តនេះទេណាហើយដល់ទៅពេលចម្រើនទៅដោយបុណ្យអញ្ចឹងទោះបីញាតិញោមធ្លាប់ធ្វើបាបខ្លះអីក៏ដោយតែបាបហ្នឹងអត់មានកម្លាំងទេអត់មានអធិពលទេនឹងដូចជាយើងយកអំបិលមកគ្រាប់ទៅបង់នៅទឹកទន្លេអញ្ចឹងប្រៃដែរមិនបានអត់ប្រៃនឹងឲ្យមកពីទឹកទន្លេហ្នឹងវាច្រើនអញ្ចឹងអំបិលមកគ្រាប់វាអត់ប្រៃទេចុះបើសិនតែយកអំបិលមកគ្រាប់ហ្នឹងទៅដាក់ទឹកមកពេងប្រៃអត់មូលហេតុអីមកទឹកវាតិចយ៉ាងណាកាលណាដែលយើងខំបំពេញបុណ្យឲ្យច្រើនទាំងយប់ទាំងថ្ងៃតាមផ្លូវកាយក៏យើងធ្វើល្អតាមផ្លូវវាចាក៏យើងធ្វើល្អតាមផ្លូវចិត្តក៏យើងគិតល្អអញ្ចឹងនៅពេលដែលអំពើល្អនឹងច្រើនបាបបន្តិចបន្តួចមានអធិពលអត់មានទេមិនអញ្ចឹងទេណាចុះបើយើងអត់ដែលធ្វើល្អសោះនឹងកាចរហូតតាមផ្លូវកាយហ្នឹងក៏កាចតាមផ្លូវវាចាក៏កាចតាមផ្លូវចិត្តហ្នឹងក៏កាចអញ្ចឹងអាកាចហ្នឹងបុណ្យឬបាបនឹងកាចហ្នឹងបាបអញ្ចឹងបើសិនជាបាបទេសូម្បីតែមានបាបបន្តិចបន្តួចក៏មានអធិពលអត់បាបហ្នឹងមានពីព្រោះក្នុងចិត្តយើងនឹងឯងគឺថាក្របុណ្យណាដូចទឹកតិចអញ្ចឹងណាយល់បានទេអញ្ចឹងសូម្បីតែបាបបន្តិចបន្តួចក៏នាំទៅកាន់អបាយភូមិបានដែរ
ចឹងកាលណាញាតិញោមពុទ្ធបរិស័ទស្រឡាញ់ខ្លួនចង់ឲ្យខ្លួនឯងនឹងនៅអត្តភាពជាមនុស្សឬក៏ទៅអត្តភាពជាទេវតាបន្ទាប់ពីសេចក្តីស្លាប់នឹងហើយគឺត្រូវព្យាយាមបំពេញបុណ្យយើងមានទ្រព្យតិចក៏ធ្វើតិចមានល្មមក៏ធ្វើល្មមយើងមានច្រើនក៏ធ្វើច្រើនអញ្ចឹងទៅឲ្យ